Vậy tới nhung từ lên ra tận cái đi nâng vi pi bị đòn ngày đại hay ở nơi nâng có kê là bày tha sơ bộ tật lẹ tròn cái lại đại anh chẳng á bàn tay nhưng mà đại ban tự đo sọ từ lực ni mình là cả ban tự đo chân chân đang tha ta ở tật lẹ nơi ra tận cái đi xa đó tỏ mà tam đan tu sna video ní cho mùi nhungដោយសារតែពួកខ្ញុំទៅលេងវាធំមកហើយចេញវាធំពួកខ្ញុំទៅលេងភូមិគំរូគេនៅឃុំប៉ោយអញ្ចឹងពួកខ្ញុំចេញពីឃុំប៉ោយហ្នឹងបានត្រឡប់មកបានលងវិញហើយនេះមានជាការសុំឡានគេជិះទៅដោយសារតែឡានគេចេញពីឃុំប៉ោយទៅខាងបានលងហ្នឹងគឺអស់តែដោយសារតាឡានៃវ៉ាន់គេហ្នឹងគឺយូរពេកអញ្ចឹងពួកខ្ញុំខ្លាចខាតពេលវេលាក៏ម៉ៅកង់3ជិះទៅតែម្ដងទៅតែមិនបាច់មើលសភាពពួកខ្ញុំទេបើមិនបាត់បាំងអញ្ចឹងទេដីចូលពេញមាត់ហ្មងហើយទីបំផុតយើងបានមកដល់ទីតាំងទឹកធ្លាក់ហ្នឹងហើយទឹកធ្លាក់ហ្នឹងនៅចិត្តបានលងដែរជីដូចជា4-5គីឡូចេញពីក្រុងណានិយាយទៅលេងរតនគិរីច្រើនដងដែរប៉ុន្តែអត់ដឹងថានៅនឹងគេមានទឹកធ្លាក់ស្អាតអញ្ចឹងសោះឥឡូវចេញពីទឹកធ្លាក់អីរត់ទៅលេងម្ដុំបឹងកសែងម្ដងបងប្អូនដោយសារតាមួយរយៈខុយហ្នឹងឃើញនៅបឹងកសែងហ្នឹងគឺគេអាប់ដេតមានអីលេងច្រើនខ្លាំងមែនតើហើយដោយសារតែពួកយើងចេញពីកន្លែងទឹកធ្លាក់ទៅវារៀងល្ងាចដែរតម្រាំតទៅដល់ក្រុងគេគឺល្ងិតបាត់តែម្យ៉ាងដែរយើងបានមើលភ្លើងពណ៌ទីក្រុងគេអញ្ចឹងនិយាយទៅភ្លើងពណ៌នៅទីក្រុងបានលងគេហ្នឹងគឺអត់ចាញ់ទីក្រុងធំហ្មងទេណាខុសពី2-3ឆ្នាំមុនដែលខ្ញុំទៅគឺរតនគិរីនៅម្ដុំបឹងកសែងហ្នឹងគឺល្ងិតឆឹងហ្មងហើយនេះរូបអកបឹងកសែងគេហើយខ្ញុំឡើងសួរប្អូនថាឲ្យជូនទៅរកកន្លែងអិនទ្រីមានកន្លែងទ្រីណាមានតែកន្លែងអកហើយកន្លែងនេះកន្លែងគេជិះខ្សែរ៉កហើយអ្វីដែលអត់សរសើរបានគឺបន្ទប់ទឹកសាធារណៈគេនេះគឺស្អាតហើយម្យ៉ាងទៀតគឺគេរៀបចំជាសួនជាអីឲ្យយើងអាចដើរលេងកម្សាន្តនៅក្នុងនឹងបានអញ្ចឹងណាហើយកន្លែងនេះដូចជាភោជនីយដ្ឋាន restaurant របស់គេអីអញ្ចឹងយើងអាចទៅអង្គុយផឹកអីឈិលស្ដាប់ចម្រៀងរ៉ូមែនទិកអីនៅក្នុងនឹងបានបើមិនបាច់ចូលក្នុងហ្នឹងយើងអាចអង្គុយនៅសួនហ្នឹងស្ដាប់ក៏បានដែរហើយកន្លែងនេះកន្លែង playground សម្រាប់យើងនាំក្មេងៗប្អូនក្មួយកូនចៅយើងទៅលេងអីអញ្ចឹងណានិយាយទៅគឺគេអាប់ដេតមកអែមហ្មងនៅនឹងឥឡូវសំខាន់ឥឡូវមាន walking street មានអីទៀតអាប់ដេតអត់ចាញ់នៅសៀមរាប pop street ហ្មងណាខ្ញុំនេះក៏ឃើញ walking street គឺភ្ញាក់ផ្អើលមែនតើហើយមនុស្សឡើងច្រើនហ្មងតាមពិតទៅខ្ញុំនិយាយលេងអានេះwalking street នៅពេញមាត់ទន្លេយើងនឹងតាដោយសារតែខ្ញុំចេញពីរតនគិរីនេះចេញមកដល់គឺចំថ្ងៃអាទិត្យហ្មងអញ្ចឹងដោយសារតែថ្ងៃអាទិត្យដឹងតែគេរៀបចំ walking street អញ្ចឹងទៅអត់ទាន់មកទេហើយនៅលេង walking street សិនហើយខ្ញុំឡើងភ្ញាក់ផ្អើលដើរសុកស្រាប់តែគេជូនផ្កាណាណីនេះអត់ដឹងថាក្នុងគោលបំណងអីក្នុងកម្មវិធីអីអញ្ចឹងហើយទៅ walking street ខ្ញុំតែថាអត់ទៅមើលកន្លែងគេរាំទេបើអីចូលចិត្តរាំហ៎ហើយ walking street ឥឡូវមានស្តង់ច្រើនជាងមុនហើយក៏មានគេលក់អីវ៉ាន់អីច្រើនជាងមុនដែរអញ្ចឹងយើងសប្បាយដើរទិញសប្បាយដើរញ៉ាំជាងមុនហើយវីដេអូរបស់ខ្ញុំក៏សូមចប់ត្រឹមប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយ